ឧទាហរណ៍គេនេះអង្គតិក្រា1 e ស្មើអង្គតិក្រានៃ ln x លើ px dx អញ្ចឹងបើសិនជាយើងមើលទម្រង់ហ្នឹងវាអត់ចូលរួមមុនគឺហ្នឹងមែនណាឥឡូវយើងមើលប្រភេទអង្គតិក្រាប្រវត្តិវិញបើសិនជាយើង derivative ពាក្យបែកគឺ derivative 1 x ដក1 x ក្រេដូចខាងដូចគេយកទេមែនទេប៉ុន្តែបើសិនជាយើង derivative ln x វាចេញអីគេវាចេញ1 x វាដូចជាមួយនឹងទម្រង់នេះពាក្យបែកមកយើងពាក្យបែកមកយើងគឺបើយើងដក ln x ចេញគឺវា1 x មែនទេបាទអញ្ចឹងគឺយើងប្រើអង្គតិក្រាប្រវត្តិមកអត់ចូលដល់អង្គតិក្រានៅផ្នែកហ្នឹងបាទអញ្ចឹងគឺគូសេមកវិញដដែលមកបាទដាក់ ln x នេះទៅដែរបាទអានេះយើងអាចទាញ1លើ2មកខាងមុខក៏ដោយមកក៏បានដែរមែនទេឥឡូវសេមួយសិនណាបាទអញ្ចឹងគូ d គេ d ln x មែនទេ d ln x ពេល derivative ln x វាចេញអីគេវាចេញ1លើ x អាហ្នឹងគឺវាលើសហើយព្រោះតម្លៃដើមមកវិញតម្លៃដើមមកវាគឺ dx ហ្នឹងអញ្ចឹងដើម្បីឲ្យស្មើដើមវិញគឺយើងត្រូវគុណច្រើនវិញដែរព្រោះគុណ x លើ1វិញអញ្ចឹងយើងសម្រួលគេចោលនេះយើងសម្រួល x នេះចោលមកហើយគូទាញលេខ2មកខាងមុខ1លើ2បាទអញ្ចឹងទាញវាមកខាងមុខមកអញ្ចឹង1លើ2បាទអញ្ចឹងអង្គតិក្រាគេ ln x បាទ d ln x នេះក៏មុនយើងធ្លាប់រៀននេះបើសិនជា x dx បាទមើលបងប្អូនណាបើសិនជាអង្គតិក្រានៃ x dx បាទចាប់ទុកថានេះគឺអីគេអានេះដូចគ្នានៅកន្លែងនេះអញ្ចឹងគឺវាស្មើគេ1លើបាទហើយស្វ័យគុណ1មែនទេអញ្ចឹង1បូក1ហើយ x គុណ1បូក1ហើយបូក k ហើយតានេះវាដូចគ្នានេះ x អានេះ dx មែនទេអញ្ចឹងនេះវិញវាដូចគ្នា ln x d ln x បាទអញ្ចឹងចូលរួមរបស់យើងមែនទេអ៊ុយ d អ៊ុយមែនទេស្មើគេវាបាទ1លើ2ទុកទៅដែរនេះមិននេះកន្លែងនេះមិនបាទអញ្ចឹង1លើ1បូក1រួចហើយ ln x នេះគឺស្វ័យគុណ1បាទបូកគុណឡើងនេះបាទ1លើ1បូក1ស្វ័យគុណវាទាំងអស់ហ្នឹងគឺ1បាទហើយ ln x ទាំងអស់ហ្នឹងវិញស្វ័យគុណ1បូក1ហើយអង្គតិក្រាជាប់កុំភ្លេចបូកតម្លៃការប៉ុន្តែយើងកុំភ្លេចទៅសេវារៀងស្អាតផងណាទម្រង់បែបគណិតវិទ្យារបស់យើងអានេះបើយើងបាទគិតទៅ1លើ2គុណ1លើ2មិន1លើ4អានេះln x ទាំងអស់ហ្នឹងមិនស្វ័យគុណ2មែនទេបូកការប៉ុន្តែគូមិនអស់ចិត្តទេអស់ចិត្តមិនបាទកាលណាប្រភេទ ln ស្វ័យគុណអញ្ចឹងគឺគេតែងទៅសេវាជាទម្រង់យកស្វ័យគុណយើងដាក់កន្លែងនេះមកហើយ x ចេញមកបាទនេះគឺជាចម្លើយរបស់យើងហើយអាចមើលចម្លើយស្ដាមវិញមកលេខ2 e ស្មើអង្គតិក្រានៃ e សកុន 2x សិននេះ x dx អញ្ចឹងបើសិនជាយើង derivative e សកុន 2x គឺចេញ2 e សកុន 2x អត់មានដូចសិននេះមែនទេ derivative សិននេះចេញអីគេចេញកុសគាត់ដូចជាមួយនឹងខាងនេះដែរមានន័យថាវាអត់ដូចទេហើយវាអត់ចូលប្រភេទអង្គតិក្រាប្រវត្តិទេអញ្ចឹងយើងមកប្រភេទអង្គតិក្រាដូចផ្នែកយើងឃើញថាវាចូលទម្រង់របស់យើងហ្នឹងមែនទេអង្គតិក្រានៃ x ម្ដងនេះគឺយើងចាប់ទុកថាពេល x ទៅនេះសិននេះ x dx មុនអង្គតិក្រាដូចផ្នែកហ្នឹងគឺ y គុណ v ដល់អង្គតិក្រានៃ v d d y អញ្ចឹងសំខាន់គឺយើងតាំងណាតាំងអីគេបាទ y របស់យើងគឺ e សកុន 2x រួមឲ្យតែពេល x របស់យើងគឺយើងតាំង y ឯងលើកលែងជួបប្រភេទ ln បាទនេះម្ដងនេះ ln គឺតាំង ln គឺ y វិញហើយយើងរកអីគេរក d y ផងមកចានេះ y print នេះគឺ 2x print ទៅគឺ2មែនទេហើយ e សកុន y តាំងគូកាត់ទេកន្លែងខ្លះវា derivative ធម្មតាហើយនេះតើតើមកអានលើផ្នែកកុំភ្លេចដាក់វា x ផងហើយមួយទៀតគឺយើងតាំង derivative ដើម្បីរក v វាណា derivative គឺអីគេសិននេះ x dx អញ្ចឹងបើសិនយើងបោះរក v បាទ derivative ខាងនោះមិនអង្គតិក្រាហើយសិននេះ x dx ចូលរួមមុនអង្គតិក្រាគឺចូលបាទអង្គតិក្រានៃសិននេះគឺចេញអីគេបាទគឺចេញដកគុកមែនផ្ទុយជាមួយ derivative បាទ derivative គឺត្រឹមតែបាទគុកទេប៉ុន្តែអង្គតិក្រាគឺដកគុកបាទនេះយើងជួបតែម្ដងទៅនេះ e របស់យើងស្មើគេ y គុណ v y យើងគឺ e សកុន 2x នេះចូលរួមមុននេះណាបាទគុណ v យើងគឺនេះដកគុក x នេះអាហ្នឹងហៅឲ្យដកអង្គតិក្រា v យើងគឺម៉ាននេះដកគុក x នេះ d y យើងគឺ2 e សកុន 2x dx អញ្ចឹងអាខាងនេះគឺមិនចាំប៉ះពាល់វាទេទុកវាទៅដែរទៅបានថាយើងអាចបោះសញ្ញាដកខាងមុខសញ្ញាដកមកខាងមុខមកដកចេញគេចេញបូកមែនទេនេះគឺទុកទៅដែរគុក x e សកុន 2x ហើយ dx បាទអញ្ចឹងឥឡូវយើងជាប់អង្គតិក្រានេះបើយើងមើលទៅវាប្រភេទដូចផ្នែកទៀតនេះយើងអាចតាំងវាដល់ e1 ហ្នឹងទៅបាទឥឡូវយើងរក e1 ទាំងអស់គ្នាបាទនេះបើយើងគិតទៅទម្រង់របស់វាម្ដុំនេះហើយបូកជាមួយនឹង e1 ទៅទៅផ្សេងមិនឃើញថាវាចូលប្រភេទអង្គតិក្រាដូចផ្នែកទេមែនទេបាទអញ្ចឹងតាំងវាទៀតមកបាទតាំងឲ្យគេតាំង y ស្មើជាមួយនឹង e សកុន 2x មក dy យើងគឺស្មើនឹង2 e សកុន 2x dx នេះទៅដែរបាទយើងយល់តិចកំហាត់នេះវាជាប់អង្គតិក្រាដូចផ្នែក2តង់ហើយ dy វាស្មើគេ
គឺស្មើនឹងកុស x dx ចឹងបើសិនជាយើងបោះ rho v ទៅ v ស្មើអង្គលេខនៃកុស x dx អង្គលេខកុសចេញសញ្ញាធម្មតាចេញសញ្ញារូបមន្ត e អងនេះបងបន្ទាប់ពី e ដែរគឺ y គុណ v ដល់អង្គលេខនៃ v d y ហើយយើងគឺសកល 2x ហើយសម្រាប់ v គឺសញ្ញា x ដល់អង្គលេខនៃ v គឺសញ្ញា x ហើយ dy ហ្នឹងគឺ 2 សកល 2x ហើយ dx ទីលេខ2ខាងមុខមកវាអង្គលេខនៃគេបាទសញ្ញា x សកល 2x dx មើលទៅដូចវាចូលប្រភេទដើមមកវាវិញមែនទេឥឡូវយើងផ្ទៀងទាំងអស់គ្នាតើវាដូចខាងដើមនេះអាម្ដងនេះបាទនេះហើយប្រធានដើមរបស់យើងនេះបាទនេះអង្គលេខនៃសកល 2x សញ្ញា x dx បាទនេះសញ្ញានេះដូចគ្នាគាត់ថាគេរុញសញ្ញាមកខាងមុខសកល 2x គេរុញមកខាងក្រោយតែវាដូចតែគ្នាមែនទេមកដូច e របស់យើងបាទចឹងម្ដងនេះគឺគេដុំនេះរូបតាមដោយ e អញ្ចឹង e អងរបស់យើងគឺស្មើគេមួយណា2e មែនទេអញ្ចឹងយើងយកទៅជួសជុលកន្លែងនេះហើយនេះរៀងជាតិតិចបាទមើលណាហើយនេះយើងតាមវាទៅ e អងឥឡូវយើងរកឃើញ e អងហ្នឹង e អងហ្នឹងគឺតម្រងអងវាខាងក្រោមហ្នឹងយើងជួសកន្លែងហ្នឹងតែឥឡូវមុននឹងជួសរូសេកន្លែង e ហ្នឹងទៅដល់បាទ e អងរបស់យើងគឺបានរកឃើញខាងក្រោមហ្នឹងមុន e អងយើងមើលឡើងវិញណារៀងវែងតិចហ្នឹងនេះបាទនេះគូជួសជុលទៅកន្លែង e អងនៅខាងលើមកចាចឹងគូសេឡើងមកទៅដែរមកដកកុសមួយនឹង2 e អងរបស់យើងគឺស្មើខាងក្រោមហ្នឹងគឺគេគឺសញ្ញា x គុណ1 សកល 2x ដកជាមួយនឹង 2e មែនទេហើយបូកការនេះឡើងវិញមកអានេះគឺជាតម្លៃ e អងដែលយើងបានរកឃើញនៅខាងក្រោមវិញគូយកមកជួសវិញឥឡូវមានអីមានតែគុណពលាតមកដល់2សញ្ញា x សកល 2x នេះ2គុណ2វា4បូកប៉ះតចេញដកណាដក 4e ហើយគុណបញ្ចូលអស់ហើយបូកការរបស់យើងខាងក្រៅនេះអញ្ចឹងអានេះ e 4e នេះបងខាងនេះមកដក 4e បងខាងនេះចេញបូក 4e ស្មើបាទដកកុស x អានេះយើងអាចទាញសកល 2x ជាផលកុំព្យូទ័របានហើយណាហើយបូកមួយនឹងការបាទអញ្ចឹងឥឡូវនេះ e បូក 4e ឡើងបាន e ឡើង 5e មែនទេអានេះគូទាញសកល 2x ជាផលកុំព្យូទ័រទាញទាំង10នេះបានការមិនចង់គួរវាទេអញ្ចឹងគូទាញសកល 2x ជាផលកុំព្យូទ័រមកចាដកនេះចាំសេខាងក្រោយនេះបងណាចឹងស្អីមុនសេគេសេ2សញ្ញា x ហើយដកនេះយើងដាក់ខាងក្រោយវាដកកុស x យល់ទៅសេឡើងមួយដដែលក៏យើងទាញសកល 2x ចំពោះកតាទៅហើយអានេះឧសេមកខាងមុខមកហើយសេខាងក្រោយហើយបូកការចេះតោះមកយើងបោះលេខ5មកខាងនោះមកអានេះគុណមែនទេបោះនោះមកចែកចឹងដាក់1លើ5ចេះមកសកល 2x តែម្ដងចំនួនពិតការមិនបាច់ចែកវាទេព្រោះយើងចំនួនពិតមួយគឺយើងមិនដឹងទៅប៉ុន្មានទេណាយើងចង់ចែកទៅចែកទៅឥឡូវដាក់ថា1លើ5ណា1លើ5ការទៅតែតាមបោកទៅមកចែកព្រោះអីវាជាចំនួនពិតទេយើងចែកយើងមិនដឹងទៅប្រហែលទៅដែរមែនទេអញ្ចឹងដាក់អញ្ចឹងទៅហើយការរបស់យើងគឺជារបស់ L ទៅដែរសំខាន់ឡើយនេះយើងត្រូវចែកដល់សាជាប់បញ្ញត្តិណាដាក់1លើ5តែម្ដងដែរបាទនេះមិនថានេះមកតំពួរជាងបាទនេះមើលសាកដើមទៅ